បោះកីឡាករបង្គោលក្រហមអាយុ18ឆ្នាំកម្ពស់1.55 ទម្ងន់54គីឡូក្រាមមានស្រុកកំណើតនៅភូមិជើងឯកឃុំជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញប្រកួតបានចំនួន20ដងឈ្នះ15ដងចាញ់5ដងថ្វាយបង្គំគ្រូតាមរបៀបអន្ត្រីសម្ដែងរិទ្ធគ្រូបង្ហាត់លោកម៉ាក់សុខនមកពីក្លឹបប្រដាល់តាលីដំរីមានរិទ្ធលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់កីឡាករយុនដារ៉ូបង្គោលខៀវកីឡាករមានអាយុ18ឆ្នាំកម្ពស់1.60 ទម្ងន់54គីឡូក្រាមមានស្រុកកំណើតនៅភូមិពីមរឃុំព្រៃកណ្ដៀងស្រុកពីមរខេត្តព្រៃវែងប្រកួតបានចំនួន40ដងឈ្នះ35ដងចាញ់4ដងស្មើ1ដងថ្វាយបង្គំគ្រូតាមរបៀបព្រះរាមពុទ្ធសីមាគ្រូបង្ហាត់លោកឆ្លាមតមកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងកសិកម្មលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់កីឡាករកំពែងខ្មៅបានទៅពេលនេះក៏សូមគោរពអញ្ជើញទស្សនាការប្រកួតដូចតទៅបាទហើយចំពោះការប្រកួតកម្ពុជាជើងឯក T5 Knockout Series រដូវកាលទី1នេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ TV បន្ទះពណ៌បៃតងឆ្នាំបំបត្តិផ្ដាសាយលីយ៉ុងបរិសុទ្ធជីវិតស្រស់ថ្លាឈឺចុករួយសន្លាក់សាច់ដុំនឹកដល់ Neo ទីកាបាំអេនតាស៊ីឆ្នាំកែរោគឈឺក្រពះសារ៉ាប៉ារ៉ាសេតាមុលឆ្នាំបំបត្តិឈឺចុករួយគ្រុនក្តៅខ្លួនយើងកាត់មកមានមុខតែមួយប្រើព្រាមនៅបុកហ្វមលើមុខសម្អាតពេលមុខសារធាតុពីធម្មជាតិអរគុណដល់ Benda 500បាទចំពោះសប្តាហ៍នេះគឺជាសប្តាហ៍បាត់ឆាកសប្តាហ៍ទី1យើងបានរកឃើញកីឡាករទទួលបានជ័យជំនះហើយគឺកីឡាករឈុនចាំនីបាទដែលគាត់មានឱកាសដើម្បីឡើងទៅប្រកួតនៅវគ្គបន្តទៀតបាទចំណែកកីឡាករច័ន្ទសាន់គឺត្រូវបានឱកាសវិលទៅកាន់ក្លឹបដើម្បីបង្ហាត់ក្បាច់គុណពីគ្រូបង្វឹករបស់ខ្លួនត្រៀមប្រកួតនៅកម្មវិធីក្រោយបាទពិសេសមែនតើឃើញថាគ្រាន់តែចាប់ផ្ដើមបឹកឆាកគូទៅដើមពីរង្វាន់ព្រាមគូទី1ពីណាបងប្អូនដែលមកផ្ទះស្ដាប់តនៅទីនេះគាត់មានការហូបកញ្ជ្រៀវកងរំពងសប្បាយរីករាយដោយសារតែការប្រកួតនោះគឺជួបចិត្តអារម្មណ៍កីឡាករឡើងមកសិតតែខ្លាំងប៉ះវាយមិនមែនឡើងទៅគ្រាន់តែលុំក៏មិនទេបាទគេថាយើងការប្រកួតគឺមានតែ3ទឹកតែកណាដែលយើងស្ទង់ស្ទាបគឺអត់បានទេស្ទង់ស្ទាបតែគេអត់ស្ទាបស្ទង់យើងគេដាក់វិញគឺថាគេបានបន្ទុបាទដូច្នេះសូមជម្រាបជូនដល់កីឡាករគឺការប្រកួតរបស់យើងគឺមានត្រឹមតែ3ទឹកតែប៉ុណ្ណោះបាទបាទក្នុងទឹកទី1បាទមង្គលក្រហមយុនដារ៉តមកក្លឹបតាលីមានរិទ្ធและមង្គលក្រហមកំពេញខ្មៅមកក្លឹបស្វាគមន៍ប្រដាល់ក្រសួងកសិកម្មបាទឆ្លោឆ្វេងមួយបាទគាត់ឆ្វេងមួយជើងសម្រាប់កំពេញខ្មៅតារិចឆ្វេងមួយសម្រាប់ឆ្វេងស្ដាំគាត់ស្ដាំមួយជើងសម្រាប់ពេញខ្មៅបត់កាច់ឆ្វេងមួយទៀតចាប់អត់ចាក់ជង្គង់ឆ្វេងមួយសម្រាប់ពេញខ្មៅចាប់អោបយុនដារ៉តយ៉ាងម៉េចក្រានចាច់ជង្គង់ស្ដាំមួយបត់កាច់ឆ្វេងមួយទៀតដល់រាមបំបាយចេញយ៉ាងកណ្ដាលគឺលោកគ្រូគុំខេមមកពីក្លឹប911តែឆ្វេងមួយយុនដារ៉តជាកីឡាករវ័យក្មេងទំឡើងមកបាទមានស្នាដៃល្អណាស់នេះឯកំពេញខ្មៅនឹងអ្នកទស្សនាអាចស្គាល់មុខហើយស្គាល់ដើម្បីពេញមកសៃវៀនហើយចែកកូនស្រាំមួយវត្តរតចាប់អោបប្រាញ់ចែកកូនស្រាំមួយទៀតវត្តរតនៅដល់បំបែកចេញ
ជាការលើកទឹកចិត្តដល់កីឡាករដែលប្រើក្បាច់ពិសេសឲ្យលោកអេវថងអាន់តាស៊ីលលើកទឹកចិត្ត1 លានរៀលក្បាច់ពិសេស បាទ1 រៀលមិនធម្មតាទេ បាទមួយធ្នេ30000រៀលពីអាន់តាស៊ីលកីឡាករដែលមានស្នាមឯកអញ្ចឹងសូមឲ្យបងប្អូនលើកទឹកចិត្តណាប្រើបច្ចេកទេសពិសេសដូចជាផ្កាប់ចាននាគវត្តកន្ទុយជង្គង់ហោះកែងបកអាន់តាស៊ីលឆ្នាំបំបត្តិឈឺទុកដាក់នៅក្នុងកាពះហ្នឹងគេថា1 លានរៀលបាទអញ្ចឹងកីឡាករឥឡូវចាប់ប្រឹងមែនទែន ស្ដាំមួយជើងទៀតបំពេញខ្មៅចាប់យន្តរតចាប់អោបអ្នកកណ្ដាលបំបាយចេញគាត់ស្ដាំមួយទៀតឆ្វេងស្ដាំបង្គោលហោមស្ដាំមួយទៀតឆ្វេងមួយទៀតបង្គោលហោមស្ដាំមួយទៀតយន្តរតគាត់ស្ដាំមួយជើងបំពេញខ្មៅចាប់អោបក្រានទុកពេញខ្មៅយ៉ាងមិនហើយយ៉ាងណាបំបាយដាក់មើលទាត់ស្ដាំមួយជើងពេញខ្មៅទុកឆ្វេងស្ដាំមកទាត់ស្ដាំឆ្លងឆ្វេងបាទពួកជើងដួលទៅលើតាពីតាមមិនអីទេទាត់ឆ្វេងមួយជើងទាត់ស្ដាំមួយជើងទៀតតាមពេញខ្មៅចាប់ទឹកទី1បាទទស្សនាមួយខ្ញុំបាទក្នុងទឹកទី2បាទបង្គោលក្រហមយន្តរតបង្គោលខៀវកំពែងខ្មៅស្ដាំចាប់អបជុំតរតកាក់ក្នុងស្ដាំមួយបុកកែកឆ្វេងមួយសម្រាប់ពេញខ្មៅតារត់ចាក់ជង្គង់ទួទៅលើតាពីត្រឡប់មកវិញនៅលើពេញខ្មៅវិញរត់បាទដល់កោវៃក្មេងវិញសាំទាត់ស្ដាំសងវិញឆ្វេងស្ដាំចូលទៅមុខឆ្វេងស្ដាំបត់កែកឆ្វេងមួយទៀតបាទយុទ្ធរតធ្វើបានល្អណាស់ទឹកនេះបាទមកតែមិនអីទេយុទ្ធរតដើរចូលឆ្វេងស្ដាំទៀតឆ្វេងស្ដាំបត់កែងស្ដាំមួយទៀតបាទយុទ្ធរតបត់កែងសងវិញដែរតាមពេញខ្មៅដើរចូលពេញខ្មៅយុទ្ធរតធាក់ឆ្វេងបកកាជង្គង់ស្ដាំមួយបាទទៅឲ្យពេញខ្មៅដួលលើតាពីតែចូលមកទៀតហើយពេញខ្មៅមិនឆ្វេងចាប់អោបកាច់ចាក់កុំមួយទៀតវល់ចាក់កុំឆ្វេងចាក់កុំស្ដាំបាទយន្តរតដើរចូលបាយស្ដាំមួយដៃចាក់កុំស្ដាំមួយទៀតយន្តរតដើរចូលគាត់ស្ដាំមួយបាយស្ដាំមួយដៃពេញខ្មៅយ៉ាងម៉េចហើយអានេះអត់មានសុខគាត់ចេញមកយើងចាច់គាត់ស្ដាំចាច់គាត់ព្រេងដួលទៅលើតាពីទៀតហើយសម្រាប់ពេញខ្មៅយ៉ាងម៉េចហើយគវីក្បាលហើយទៅរួចមិនរួចងើបមកទៀតហើយបាទវត្តជាបន្តទៀតហើយស្ដាំមួយដៃតោស្ដាំមួយវិញដែរស្ដាំឆ្វេងស្ដាំបត់កែងទៅចាក់ជង្គង់ឆ្វេងចាក់ជង្គង់ស្ដាំចាក់ជង្គង់ស្ដាំយ៉ាងដើរបំបែកចាក់ជង្គង់ឆ្វេងចាក់ជង្គង់ស្ដាំមួយទៀតហើយអញ្ញាដើរបញ្ឈប់បាទយើងដើររត់បាទឃើញថាការប្រកួតបានត្រឹមតែទី2តែប៉ុណ្ណោះបាទគឺថាកីឡាករដែលរត់បានផ្ដួលបាទកីឡាករកំពែងខ្មៅឲ្យបបងចោលការប្រកួតនៅត្រឹមទឹកទី2បាទអស់លោកស្រីកញ្ញាជាទីគោរពនិងទីមេត្រីយើងរកឃើញកីឡាករមួយរូបទៀតហើយដែលមានឱកាសឡើងទៅប្រកួតនៅវគ្គក្រោយៗទៀតបាទគឺកីឡាករយន្តរតហើយចំណាយកីឡាករកំពែងខ្មៅគឺគាត់ត្រូវតែបាត់បង់ឱកាសដើម្បីឡើងទៅប្រកួតនៅវគ្គក្រោយៗទៀត
បាទអញ្ចឹងសូមបាទលោកអ្នកអូសាតូជាមួយនឹងកីឡាករយល់ដល់រដ្ឋទាំងអស់គ្នាបាទ បាទអង្គរក្រហមបាទជា បាទសូមធ្វើការសម្ភាសន៍ទីបាទចំពោះកីឡាករ